យាយមូលបង្កាច់គេគឺជាការមូលក្បាលខ្លួនឯងតើហេតុអីបានជានិយាយថាជាការមូលក្បាលខ្លួនឯងពីព្រោះសតិសម្បញ្ញៈរបស់យើងនឹងបានដឹងថាពិតឬមិនពិតបើយើងនិយាយពិតពីគេមានន័យថាយើងនិយាយដោយត្រង់និយាយដោយស្មោះត្រង់និយាយដោយសតិរបស់យើងនឹងបានដឹងគឺដឹងការពិតតែបើសតិរបស់យើងបានដឹងការពិតហើយយើងបែរទៅជានិយាយរឿងមិនពិតមានន័យថាយើងក្បត់សតិរបស់យើងមូលសតិរបស់យើងមូលក្បាលរបស់យើងពិតណាស់ផលវាប៉ះពាល់ដល់អ្នកដទៃផលប៉ះពាល់ដល់គេប៉ុន្តែអ្នកដែលមូលគេហ្នឹងក៏កុំស្មានថារួចខ្លួនពីការពិតខ្លួនកំពុងតែបង្វក់ខ្លួនឯងឲ្យឈួតដោយដឹងការពិតបំលែងទៅជាការមិនពិតហើយមនុស្សដែលមានសតិឯណាអាចបំលែងបែបហ្នឹងបានទាល់តែធ្វើឲ្យខ្លួនឯងនឹងស្រវឹងឬឈួតបានអាចមើលឃើញការពិតទៅជាការមិនពិតដល់ទីបំផុតទៅខ្លួនឯងនឹងបាត់បង់ធំជាងគេបាត់បង់សតិស្មារតីបាត់បង់សតិសម្បញ្ញៈបាត់បង់ទំនុកចិត្តលើខ្លួនឯងហើយអស់តម្លៃក្នុងភាពជាមនុស្សហើយពីព្រោះមនុស្សដឹងខុសដឹងត្រូវនិយាយការពិតទទួលស្គាល់ការពិតរស់ក្រោមការពិតសេចក្តីអាម៉ាស់នឹងចូលមកក្នុងជីវិតរបស់អ្នកដែលមូលគេនឹងពីព្រោះការពិតมันអាចកុហកបានมันអាចលាក់បានទេពេលវេលានឹងលាត់ការពិតម្ដងបន្តិចរហូតដល់ចេញធាតុពិតនោះហើយគឺជាការពិតនោះហើយគឺជាសេចក្តីអាម៉ាស់របស់អ្នកដែលនិយាយមិនពិត